ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះឃុំសណាតឡើងមកធ្វើបទបង្ហាញចំពុកទី5ការវិតម្លៃផ្អែកទៅលើការបូកសរុបការវិតម្លៃការបង្កើតដោយផ្អែកទៅលើការវិតម្លៃសរុបនិងការវិតម្លៃការបង្កើតរួមគ្នាក្នុងគោលបំណងនៃការបង្កើតជារឿយៗត្រូវបានសម្រេចជាមួយទៅនឹងអ្វីដែលជាការវិតម្លៃសរុបជាមុនសិនជំពូកនេះផ្ដោតទៅលើការវិតម្លៃបង្កើតទាំងនេះដែលហៅថាផ្អែកទៅលើការបូកសរុបចាប់ពីការប្រមូលទិន្នន័យជាក់ស្ដែងរហូតទៅដល់ការផ្ដល់មតិកែលម្អនិងការកែតម្រូវការបង្រៀនខណៈពេលដែលភាគច្រើនពីជំពូកមុនដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ការវិតម្លៃសរុបនេះភាពខុសគ្នាសំខាន់ដែលត្រូវបានកត់សម្គាល់នៃការវិតម្លៃនិងការបង្កើតដោយផ្អែកទៅលើការបូកសរុបឬក៏អ្វីដែលអ្នកខ្លះហៅថាជាការវិតម្លៃដែលបង្កើតជាផ្លូវការគឺជាសកម្មភាពដែលត្រូវបានគ្រោងទុកនិងមានជាលក្ខណៈរចនាសម្ព័ន្ធជាធម្មតាសម្រាប់ថ្នាក់ទាំងមូលឬក៏ក្រុមសិស្សដែលបានបង្កើតលទ្ធផលដែលត្រូវបានប្រើប្រាស់បន្ទាប់ពីពេលវេលាខ្លះដែលបានកន្លងផុតទៅជាភ្លាមជារឿយវាខុសពីការវិតម្លៃបង្កើតដែលបានបង្កប់ដោយសារតែត្រូវបានធ្វើឡើងមុនឬក៏ការធ្វើតាមការណែនាំជាជាងការកើតឡើងកំឡុងពេលបង្រៀនចំណេះដឹងការយល់ដឹងជំនាញរបស់សិស្សដែលត្រូវបានវាយតម្លៃហើយលទ្ធផលត្រូវបានប្រើប្រាស់ដោយគ្រូដើម្បីផ្ដល់មតិកែលម្អនិងរៀបចំផែនការបង្រៀនការវាយតម្លៃទាំងនេះត្រូវបានប្រើមុនពេលចាប់ផ្ដើមការបង្រៀននិងអំឡុងពេលធ្វើលំហាត់តាមលំដាប់លំដោយតាមនៃការបង្រៀនឧទាហរណ៍លក្ខណៈការលើកឧទាហរណ៍ការធ្វើសំណួរការធ្វើតេស្តចម្ពោះឬក៏ការប្រឡងឆោមមាសឬក៏ជាការឆ្លើយឬក៏ជាការធ្វើតេស្តជាទូទៅបណ្ដោះអាសន្នឬក៏ស្តង់ដារដែលត្រូវបានផ្ដល់ឲ្យជារៀងរាល់2-3សប្តាហ៍ឬក៏ត្រីមាសម្ដងដើម្បីវាយតម្លៃវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចចិត្តការសម្រេចបានផ្ដល់នៅស្តង់ដាររដ្ឋយើងនឹងពិចារណាទៅលើប្រភេទនីមួយទាំងនេះហើយពិភាក្សាអំពីរបៀបលទ្ធផលពួកគេដែលត្រូវបានប្រើប្រាស់ជាទម្រង់ការវាយតម្លៃជាមុនកិច្ចការផ្ទះនិងការដាក់លំហាត់តាមលំដាប់លំដោយដែលដោយបានបង្ហាញនឹងការវាយតម្លៃជាមុនឬក៏ការវាយតម្លៃដំបូងត្រូវបានផ្ដល់ឲ្យមុនពេលបង្រៀនសិស្សមុនពេលដែលពួកគេសិក្សានិងរៀនវាត្រូវបានរៀបចំមុននឹងគ្រោងតាមផែនការជាមួយនឹងពេលវេលាមួយចំនួនរវាងការប្រមូលទិន្នន័យនិងការបកស្រាយដែលអនុញ្ញាតឲ្យគ្រូឆ្លុះបញ្ចាំងអំពីលទ្ធផលនិងកំណត់សកម្មភាពបង្រៀនដែលសមស្របទៅនឹងសកម្មភាពបន្តបន្ទាប់វាត្រូវបានប្រើប្រាស់ដើម្បីវាស់ស្ទង់សិស្សជាធម្មតាវានឹងមានម៉ោងថ្ងៃឬក៏សូម្បីតែសប្តាហ៍រវាងការវិតម្លៃនិងមតិកែលម្អដល់សិស្សនឹងការកែតម្រូវដល់ការបង្រៀនឧទាហរណ៍វាអាចជាការធ្វើតេស្តជាឯកតាដែលគ្របដណ្ដប់ទៅលើការណែនាំរយៈពេលជាច្រើនសប្តាហ៍ដើម្បីមើលអ្វីដែលថាសិស្សមិនយល់ជាមួយនឹងការណែនាំក្រុមតូចបន្ថែមទៀតដើម្បីផ្ដោតទៅលើផ្នែកជាក់លាក់នៅក្នុងសប្តាហ៍បន្តបន្ទាប់ទៀតការវាយតម្លៃជាមុនគឺវាមានសារៈសំខាន់សម្រាប់ហេតុផលជាច្រើនទី1ពួកគេជួយឲ្យគ្រូបង្រៀននឹងកំណត់កន្លែងដែលការណែនាំគួរផ្ដោតទៅលើវឌ្ឍនភាពនៃការរៀនសូត្រដោយជៀសវាងការលើសឬក៏ជំរុញសិស្សឲ្យឈានទៅមុខទី2ការវាយតម្លៃជាមុនអាចជួយឲ្យគ្រូបង្រៀននឹងកំណត់កម្រិតសមស្របដែលកម្រិតសមស្របនៃបញ្ហាប្រឈមនិងការលំបាកដែលសិស្សត្រូវការដើម្បីជំរុញពួកគេដែលធ្វើឲ្យការណែនាំកាន់តែគួរឲ្យចាប់អារម្មណ៍ដែលពាក់ព័ន្ធទៅនឹងភាពតាក់ទាញចំណុចទី3ការវិតម្លៃជាមុនជួយឲ្យសិស្សយល់អំពីគោលដៅសិក្សានិងដំណើរការជាបន្តបន្ទាប់នៃការរៀនសូត្រដែលត្រូវការយើងនឹងពិចារណាអំពីការវិតម្លៃជាមុនពីរប្រភេទគឺលំហាត់ដែលមានរចនាសម្ព័ន្ធនិងការធ្វើតេស្តជាមុនក៏ដូចជាប្រភេទនៃការវិតម្លៃការបង្កើតពីផ្សេងទៀតដែលត្រូវបានប្រើប្រាស់បន្ទាប់ពីការណែនាំការដាក់កិច្ចការផ្ទះនិងការធ្វើកិច្ចការតាមរយៈប្រព័ន្ធ Digital វិធីសាស្ត្រដ៏ល្អមួយនៅក្នុងការវិតម្លៃចំណេះដឹងនិងជំនាញរបស់សិស្សបច្ចុប្បន្នហ្នឹងគឺជាការដាក់លំហាត់និងមានរចនាសម្ព័ន្ធនិងដែលនឹងផ្ដល់ឲ្យគ្រូនឹងមាននៅឱកាសដើម្បីសង្កេតមើលសិស្សនៅក្នុងបរិបទនៃស្ថានភាពដែលត្រូវការអនុវត្តជាក់លាក់លំហាត់ទាំងនេះមិនដូចជាការធ្វើតេស្តជាមុនជាមួយនឹងផ្លូវ
ធ្វើតេស្តជាផ្លូវការទេប៉ុន្តែវាមានរចនាសម្ព័ន្ធច្រើនជាងការសង្កេតផ្លូវការវិធីសាស្ត្រមួយគឺជាការធ្វើតេស្តសិស្សចូលរួមសកម្មភាពទាំងអស់នេះអាចជាកិច្ចការសរសេរការធ្វើបទបង្ហាញផ្ទាល់មាត់ឬក៏ការងារជាក្រុមឧទាហរណ៍ការដាក់លំហាត់ឲ្យសិស្សសរសេរអំពីវិស្មការរដូវក្តៅរបស់ពួកគេនៅក្នុងថ្នាក់អាចជួយកំណត់អត្តសញ្ញាណជំនាញសិល្បៈភាសាសិស្សអាចសម្ភាសគ្នាឬក៏ផ្ដល់យោបល់ឲ្យគ្នាទៅវិញទៅមកអំពីវិស្មការរដូវក្តៅរបស់ពួកគេនឹងធ្វើបទបង្ហាញខ្លីៗនៅក្នុងថ្នាក់game digital ដែលត្រូវបានប្រើដើម្បីសង្កេតមើលជំនាញគណិតវិទ្យារបស់សិស្សអាចត្រូវបានស្នើសុំឲ្យអានលឺថាគ្រូអាចឲ្យសិស្សនឹងឲ្យអានលឺបច្ចេកទេសទូទៅមួយគឺសុំឲ្យសិស្សនឹងសរសេរអំពីព័ត៌មានអំពីខ្លួនឯងនៅលើកាតដូចជាឈ្មោះសមាជិកគ្រួសារចំណង់ចំណូលចិត្តនិងចំណាប់អារម្មណ៍ការបង្ហាញចំណេះដឹងនិងជំនាញទាំងនេះតែម្នាក់ឯងមិនគ្រប់គ្រាន់សម្រាប់ការរៀបចំផែនការបង្រៀនទេប៉ុន្តែនៅពេលដែលអ្នកបង្កើតរូបភាពសិស្សរបស់អ្នកអំពីការសង្កេតជាច្រើនបែបនេះហើយផ្សំព័ត៌មានទាំងនេះជាមួយនឹងពិន្ទុតេស្តពីមុននិងកំណត់ត្រារបស់សិស្សនិងមតិយោបល់របស់គ្រូផ្សេងទៀតអ្នកនឹងមានគំនិតត្រឹមត្រូវអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់សិស្សមានន័យថាគ្រូគាត់អាចកំណត់អំពីចំណុចខ្សោយនិងចំណុចខ្លាំងរបស់សិស្សរបស់គាត់បានវាគឺជាការល្អបំផុតនៅក្នុងការរក្សាឬក៏ការដាក់លំហាត់ដែលមានរចនាសម្ព័ន្ធមិនឲ្យមានការមិនឲ្យមានសម្ពាធទៅដល់សិស្សជាដើមអីអញ្ចឹងទៅនេះគឺជារឿងសំខាន់មួយព្រោះគ្រូចង់កាត់បន្ថយការថប់បារម្ភរបស់សិស្សម្យ៉ាងទៀតវាគឺជាការល្អបំផុតដែលមិនត្រូវដាក់ពិន្ទុដែលមិនត្រូវដាក់ពិន្ទុលំហាត់បែបអញ្ចឹងទេអញ្ចឹងការរៀបចំលក្ខខណ្ឌសម្រាប់ការចូលរួមនៅក្នុងសកម្មភាពដែលមានរចនាសម្ព័ន្ធដែលមានផាសុកភាពតាមដែលអាចធ្វើទៅបានការឲ្យសិស្សអានតាមមាត់ទៅកាន់ក្រុមតូចឬក៏សម្រាប់តែអ្នកប្រហែលជាមិនសូវជាមានការដាក់សម្ពាធឬក៏ជាការគម្រាមកំហែងនៅក្នុងថ្នាក់ទាំងមូលនោះទេប្រសិនបើសិស្សអាចធ្វើការតាមល្បឿនរបស់ពួកគេបានដោយល្អហ្នឹងគឺជាការដោយគ្រូមិនបានដាក់ការរឹតបន្តឹងឬក៏ពេលវេលាតឹងរឹងពួកគេទំនងជាមានអារម្មណ៍ស្រួលឬក៏ជៀសវាងការប្រៀបធៀបទៅកាន់សិស្សអីផ្សេងការធ្វើតេស្តជាមុនហ្នឹងវាគឺកំពុងតែខ្លាយទៅជារឿងធម្មតាសម្រាប់គ្រូបង្រៀនទៅហើយនៅក្នុងការគ្រប់គ្រងការធ្វើតេស្តមុនឬក៏ជាផ្លូវការហ្នឹងគឺជាខ្លឹមសារដែលនឹងត្រូវបានគ្រប់ដណ្ដប់នៅពេលក្រោយទៀតការធ្វើតេស្តជាមុននឹងបង្ហាញអំពីអ្វីដែលសិស្សដឹងឬមិនដឹងឬក៏អ្វីដែលពួកគេអាចឬក៏មិនអាចធ្វើទៅបានពាក្យសំខាន់នៅទីនេះគឺសន្មតថាដោយសារតែហេតុផលជាច្រើននឹងការធ្វើតេស្តជាមុនជារឿយៗនឹងមិនមានប្រយោជន៍ច្រើនសម្រាប់ការរៀបចំផែនការបង្រៀនទេទី1យ៉ាងហោចណាស់នៅដើមដំបូងនៃសាលារៀននៅរដូវស្លឹកឈើជ្រុះនឹងសិស្សបានត្រឡប់ពីវិស្មការវិញហើយប្រហែលជាមានតិចតួចអំពីប្រវត្តិសាស្ត្រពិភពលោកបេក្ខនិតឬក៏មុខវិជ្ជាសាលាផ្សេងទៀតហ្នឹងមានន័យថាចំណេះដឹងពិតឬក៏ពិតប្រាកដរបស់ពួកគេហ្នឹងអាចមិនត្រូវបានឆ្លុះបញ្ចាំងនៅលើការធ្វើតេស្តដ៏គួរភ្ញាក់ផ្អើលនោះទេទី2វាពិបាកនៅក្នុងការលើកទឹកចិត្តសិស្សឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពទៅលើការធ្វើតេស្តបែបនេះហើយកលេចមកមើលការវាយតម្លៃតម្រងសរុបផ្អែកទៅលើការបូកសរុបវិញចំពោះទំនាក់ទំនងរវាងគ្រូនិងសិស្សអាចមានលក្ខណៈអវិជ្ជមានតើសិស្សនឹងគិតយ៉ាងណាបើសិនបើពួកគេនឹងធ្វើមិនបានល្អលើការធ្វើតេស្តជាមុនតើពួកគេនឹងមានប្រតិកម្មយ៉ាងណាហើយនឹងមានអារម្មណ៍បែបម៉េចឬក៏មានន័យយ៉ាងណាការប្រើប្រាស់ការធ្វើតេស្តមុនថ្មីនឹងអាចចម្រូងចម្រាសជាងនេះគឺសម្រាប់កំណត់អំពីមូលដ្ឋានជំនាញរបស់សិស្សដែលអាចត្រូវបានសាកល្បងនៅសប្តាហ៍ក្រោយដើម្បីកំណត់វឌ្ឍនភាពនៅក្នុងការរៀនសូត្រគតវិជ្ជាការធ្វើតេស្តជាមុនឬក៏ការធ្វើតេស្តក្រោយត្រូវបានប្រើដើម្បីវាយតម្លៃនៃការរីកចម្រើនរបស់សិស្សពេលខ្លះទាំងនេះគឺជាការធ្វើតេស្តទូទៅដែលរៀបចំដោយសាលារៀនឬក៏សាលាស្រុកឬក៏ស្រុកសាលាដើម្បីឲ្យគ្រូនឹងទាំងអស់កំពុងតែប្រើប្រាស់ការធ្វើតេស្តមុនដូចគ្នាប៉ុន្តែនៅក្នុងសាលាជាច្រើនហ្នឹងគ្រូរៀបចំការធ្វើតេស្តមុនផ្ទាល់ខ្លួនរបស់ពួកគេ
ហើយចំពោះលទ្ធផលនៃការបង្ហាញអំពីតម្រូវការវាតម្លៃរោគវិនិច្ឆ័យបន្ថែមទៀតហ្នឹងគឺជាពិសេសហ្នឹងប្រសិនបើសិស្សធ្វើបានល្អនៅក្នុងករណីនោះសំណួរដែលពិបាកជាងគេគឺត្រូវការដើម្បីស្វែងរកចំណុចល្អសម្រាប់ការបង្រៀនដែលមានប្រសិទ្ធភាពយ៉ាងណាមិញវាអាចបង្កគ្រោះថ្នាក់ជាច្រើនជាងផលល្អនៅក្នុងការបង្រៀនសិស្សអំពីអ្វីមួយដែលពួកគេដឹងរួចទៅហើយចំពោះការងារសិក្សាតាមរយៈការប្រើប្រាស់កិច្ចការសង្ខេបជាច្រើនរបស់សិស្សនៅក្នុងថ្នាក់គ្រូបង្រៀនអាចទទួលបានមតិកែលម្អអំពីការរៀនសូត្ររបស់សិស្សអំពីទស្សនៈជាច្រើនជាមួយនឹងការងារសិក្សានិងសកម្មភាពផ្ទាល់ខ្លួនផ្សេងទៀតគ្រូបង្រៀនអាចធ្វើការតាមដានអនុវត្តរបស់សិស្សនិងផ្ដល់មតិកែលម្អភ្លាមនិងជាក់លាក់នៅពេលដែលសិស្សខិតខំបំពេញកិច្ចការឬក៏សំណួរហើយចំពោះការដាក់កិច្ចការឲ្យសិស្សតាមប្រព័ន្ធ digital ដែលតាក់ទងទៅដែលតាក់ទាញឲ្យសិស្សហ្នឹងហើយគ្រូអាចផ្ដល់មតិយោបល់កែលម្អភ្លាមចំពោះកិច្ចការដែលមានលក្ខណៈជាបុគ្គលគ្រូអាចតាមដាននិងឆ្លើយតបទៅកាន់សំណួរជាលក្ខណៈបុគ្គលមិនមែនជាប្រព័ន្ធនឹងងាយកំហុសទេប៉ុន្តែវាពឹងផ្អែកទៅលើសិស្សឲ្យមានការលើកទឹកចិត្តងាយស្រួលសម្រាប់ឲ្យសិស្សនៅក្នុងការបំពេញកិច្ចការងារឬក៏បច្ចេកទេសការលំបាកជាមួយនឹងកម្មវិធីនិងហ្គេមអីផ្សេងថាគ្រូគាត់អាចដាក់ការងារតាមប្រព័ន្ធ digital ឲ្យសិស្សធ្វើនៅផ្ទះបានហើយគ្រូក៏គាត់អាចតាមដានដឹងថាសិស្សគាត់ចូលធ្វើកិច្ចការមួយហ្នឹងឬក៏អត់បើសិនបើសិស្សគាត់ឆ្ងល់កិច្ចការកន្លែងត្រង់ណាមួយអីទៅសិស្សគាត់អាចតាក់ទងឬក៏សួរគ្រូគាត់តាមប្រព័ន្ធ digital ហ្នឹងបានអញ្ចឹងវាមានភាពងាយស្រួលនៅក្នុងការបូកសរុបវាតម្លៃហ្នឹងហើយការធ្វើតេស្តសំណួរបូកសរុបដើម្បីកត់ត្រាអ្វីដើម្បីឲ្យសិស្សដឹងគ្រូតែងតែធ្វើឬក៏គួរប្រើសំណួរនៅការធ្វើតេស្តជាឯកតាជាទម្រង់ឬពីទស្សនៈទម្រង់សំណួរជានីតិវិធីដែលមានរចនាសម្ព័ន្ធដើម្បីពិនិត្យមើលការរៀនសូត្ររបស់សិស្សអំពីជំនាញជាក់លាក់ស្តង់ដាឬក៏គោលដៅសិក្សាជាក់លាក់ដែលជាផ្នែកមួយនៃគោលដៅទូទៅសម្រាប់ឯកតាសំខាន់នៃការបង្រៀនជាធម្មតាគោលបំណងគឺដើម្បីផ្ដល់ឲ្យគ្រូនឹងនៅការចង្អុលបង្ហាញអំពីចំណេះដឹងឬក៏ជំនាញបច្ចុប្បន្នយ៉ាងឆាប់រហ័សចំពោះការធ្វើបង្ហាញរបស់នាងខ្ញុំនៅចំពោះទី5នេះដល់ទីបញ្ចប់សូមអរគុណលោកគ្រូ